យើងក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនរដ្ឋាភិបាលប្រទេសជប៉ុនប្រជារាស្ត្រប្រទេសជប៉ុនដែលបានជួយលើកកម្រិតអភិវឌ្ឍប្រទេសកម្ពុជាហើយជួយជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យរឹងមាំហើយយើងបានស្នើសូមឲ្យប្រទេសជប៉ុនជួយតាមដានការជួយឃ្លាំមើលបន្តទៀតការវិវត្តនៃស្ថានភាពនយោបាយនៅប្រទេសកម្ពុជាបាទហើយប្រាប់ពីចំណុចស្នើសុំនឹងលើករណីខ្លះបាទលើសំខាន់លើការកែប្រកាសបោះឆ្នោតគឺជប៉ុនមានមធ្យោបាយច្រើនមានបទពិសោធន៍ក្នុងការបោះឆ្នោតមានមធ្យោបាយទាំងបច្ចេកទេសទាំងហិរញ្ញវត្ថុជាពិសេសប្រព័ន្ធអេឡិចត្រូនិកដែលយើងត្រូវការចុះឈ្មោះការបោះឆ្នោតដូចជាយើងប្រើប្រព័ន្ធណាថ្ងៃក្រោយក៏ដោយរៀបបោះឆ្នោតតែយើងប្រើអត្តសញ្ញាណប័ណ្ណយើងប្រើការបោះឆ្នោតបាក់ការបោះឆ្នោតទោះជាករណីណាសេណារីយ៉ូណាក៏យើងត្រូវការជំនួយជំរុញហើយយើងសប្បាយចិត្តយើងមានការកក់ក្ដៅថាយើងមិនខ្វះមធ្យោបាយនេះដោយសារថាប្រទេសជប៉ុននឹងជួយប្រទេសកម្ពុជាពេញទៅនឹងក្នុងការកែទម្រង់ការបោះឆ្នោតក្រៅពីប្រព័ន្ធបោះឆ្នោតលើកនេះនឹងមានស្អីខ្លះទៀតអត់បាទជាគេមានអ្នកបច្ចេកទេសអ្នកជំនាញការបោះឆ្នោតពួកប្រទេសជប៉ុននៅទ្វីបអាស៊ីខាងកើតគឺប្រទេសជប៉ុនដែលមានបទពិសោធន៍ការអនុវត្តលទ្ធិប្រជាធិបតេយ្យបានយូរជាងគេតាំងពីក្រោយសង្គ្រាមលោកលើកទី2ឃើញលទ្ធិប្រជាធិបតេយ្យនៅប្រទេសជប៉ុនគឺបានចាក់គល់មានភាពរឹងមាំមែនទែនអញ្ចឹងគេច្បាស់ជាមានបទពិសោធន៍គ្រប់គ្រាន់ហើយមានចិត្តល្អនឹងជួយយើងឲ្យយើងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយ៉ាងណាជាភាសាមានការបោះឆ្នោតត្រឹមត្រូវបាទមានសន្យាអ្វីទេក៏មានសន្យាថានឹងចាប់តាមនៅពេលណាអនុវត្តអត់ទេយើងមិនចូលលំអិតទេប៉ុន្តែគឺបញ្ជាក់គោលជំហររបស់រដ្ឋាភិបាលជប៉ុនហើយរបស់រដ្ឋសភាជប៉ុន